បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងមកតទម្រង់វេយ្យាករណ៍របស់យើងបាទយើងដល់ទម្រង់វេយ្យាករណ៍ភូថបាទអញ្ចឹងភូថនេះគឺយើងបែងចែកវាជា2បាទអញ្ចឹងភូថទី1ហ្នឹងគឺយើងប្រែថា2បាទមានន័យថាឧទាហរណ៍ដូចយើងនិយាយចាប់ពីបាទភូថកាជាបាទភូថកាជាដែលយើងប្រែថាចាប់ពីរហូតដល់បាទអាហ្នឹងគឺយើងប្រើជាមួយនឹងពេលវេលាហើយនឹងភូថមួយទៀតហ្នឹងគឺយើងអាចនិយាយថាមុនឬក៏មុនសិនជាមុនអីចឹងទៅបាទចឹងសម្រាប់លក្ខខណ្ឌទាំងពីរនេះគឺយើងអាចមើលដឹងវានៅពេលដែលយើងឃើញប្រយោគបាទពេលដែលយើងប្រើជាមួយនឹងប្រយោគគឺយើងនឹងដឹងថាតើយើងគួរតែបកមួយណាបាទចឹងនៅក្នុងនិយមន័យគេនិយាយបែបនេះបាទគឺជាបរិវារស័ព្ទដែលប្រើជាមួយនាមបាទគឺជាចំណុចចាប់ផ្ដើមនៃសកម្មភាពឬស្ថានភាពអ្វីមួយអានេះមានន័យថាបើសិនជាយើងនិយាយពីលក្ខខណ្ឌទី1បាទចាប់ផ្ដើមពីចំណុចមួយទៅចំណុចមួយអញ្ចឹងទៅបាទហើយរបៀបប្រើរបស់វាដាក់នៅពីក្រោយនាមដោយផ្ទាល់ទាំងនាមដែលបញ្ចប់ដោយស្រៈហ្នឹងឃើញអ្នកបាទអញ្ចឹងលក្ខខណ្ឌនៃការបំបែកវាអត់ពិបាកអីទេបាទអញ្ចឹងគឺយើងគ្រាន់តែដាក់នាមហើយបូកជាមួយនឹងពុទ្ធថហ្នឹងទៅបាទឧទាហរណ៍ដូចយើងឃើញនៅក្នុងតារាងអញ្ចឹងបាទ owner បាទ owner ពុទ្ធថពីថ្ងៃនេះឆោមបាទដំបងឆោមពុទ្ធថពីដំបងបាទអញ្ចឹងលក្ខខណ្ឌបំបែកគឺអត់មានអីពិបាកស្មុគស្មាញទេបាទគឺយើងប្រើប៉ុណ្ណឹងហើយយើងមកមើលចំណងជើងគេនិយាយបាទផាដាពុទ្ធថ Power Spoil បាទឃើញកន្លែងនេះគឺគេនិយាយថាម៉េចបាទខ្ញុំចង់មើលសមុទ្រមុនអញ្ចឹងមុនមានន័យថាក្នុងន័យនេះឧទាហរណ៍ថាគាត់អាចមានជំរើសអីផ្សេងមើលអីផ្សេងច្រើនប៉ុន្តែគាត់អត់ចង់មើលអីផ្សេងគាត់ចង់មើលសមុទ្រមុនអញ្ចឹងទៅលេងសមុទ្រមុនហ្នឹងបែបអញ្ចឹងហ្នឹងបាទយើងទៅមើលឧទាហរណ៍សិនបានយើងដឹងបាទអញ្ចឹងសម្រាប់ឧទាហរណ៍ទី1របស់យើង 오늘부터 운동을 시작할 거예요 បាទឃើញកន្លែងនេះពីថ្ងៃនេះខ្ញុំនឹងចាប់ផ្ដើមហាត់ប្រាណបាទឃើញគាត់និយាយពីថ្ងៃនេះខ្ញុំនឹងចាប់ផ្ដើមហាត់ប្រាណជាទម្រង់អនាគត할 거예요បាទទី2 처음부터 그 사람을 좋아했어요 បាទខ្ញុំបានចូលចិត្តមនុស្សម្នាក់នោះតាំងពីដំបូងមកបាទអញ្ចឹងគាត់ចូលចិត្តម្នាក់ហ្នឹងតាំងពីដំបូងមកទី3 한국은 3월부터 봄이 시작됩니다 បាទនៅប្រទេសកូរ៉េរដូវផ្ការីកចាប់ផ្ដើមពីខែ3មកបាទអញ្ចឹងនៅប្រទេសកូរ៉េហ្នឹងគឺរដូវផ្ការីកចាប់ផ្ដើមពីខែ3បាទបន្ទាប់មក 아침부터 계속 비가 내리고 있습니다 បាទអញ្ចឹងមានន័យថាកន្លែងនេះភ្លៀងបន្តធ្លាក់រហូតតាំងពីព្រឹកមកអញ្ចឹងឃើញទេបាទ 아침부터 អញ្ចឹងគេប្រើតាំងពីអញ្ចឹងភ្លៀងគឺធ្លាក់តាំងពីព្រឹករហូតមកអត់ឈប់អីចឹងហ្នឹងគឺយើងប្រើទម្រង់ភូថហ្នឹងហើយបាទអញ្ចឹងនៅក្នុងឧទាហរណ៍គេអាចនិយាយកន្លែងនេះបាទ 제주도에 가면 제일 먼저 뭐 하고 싶어요 នេះកន្លែងនេះដូចយើងនៅក្នុងចំណងជើងយើងឃើញមិញគេសួរកន្លែងនេះបាទប្រសិនបើទៅកោះជេជូបើសិនជាទៅកោះជេជូដូតើអ្នកចង់ធ្វើអ្វីមុនគេបំផុតបាទចង់ធ្វើអ្វីមុនគេបំផុតអញ្ចឹងខាងនេះគាត់ឆ្លើយមកវិញបាទ 우선 바다부터 보고 싶어요 បាទ 우선 នេះជាដំបូងបាទជាដំបូងខ្ញុំចង់មើលសមុទ្រមុនបាទអញ្ចឹងកន្លែងនេះគេប្រើមុនវិញអញ្ចឹងគាត់ទៅជេជូហ្នឹងគឺគាត់ចង់ទៅលេងសមុទ្រមុនឬក៏ទៅមើលសមុទ្រមុនបាទបែបហ្នឹងនៅកន្លែងនេះគឺមានលក្ខខណ្ឌដែលគេឲ្យយើងចំណាំបន្តិចដែរបាទនេះ부터는 주로 명사에 쓰지만 일부 동사나 부사에 쓰기도 한다 បាទកន្លែងនេះគេចង់និយាយថាម៉េចបាទជាធម្មតាឬក៏ជាទូទៅភូថហ្នឹងគឺប្រើជាមួយនឹងនាម
បាទប៉ុន្តែគេក៏អាចប្រើវាជាមួយនឹងបាទកិរិយាសព្ទមួយចំនួនឬក៏គុណកិរិយាសព្ទផងដែរបាទអញ្ចឹងគឺគេអាចប្រើមួយកិរិយាសព្ទមួយចំនួនហើយនឹងគុណកិរិយាសព្ទដែរអញ្ចឹងប៉ុន្តែទម្រង់ហ្នឹងគឺវាមិនមែនកើតឡើងញឹកញាប់វាកើតឡើងម្ដងម្កាលវាតិចតួចអញ្ចឹងណាបាទនេះឧទាហរណ៍ដូចខាងក្រោមនេះ밥은 먹고부터 배가 아파요.បាទ밥을 먹고부터 배가 아파요. បាទអញ្ចឹងកន្លែងគេនិយាយថាម៉េចបាទខ្ញុំឈឺពោះតាំងពីញ៉ាំបាយរួចមានន័យថាគ្រាន់ញ៉ាំបាយរួចគាត់ចាប់ដើមឈឺពោះមកហ្នឹងលក្ខណៈញ៉ាំអីខុសអីចឹងណាអញ្ចឹងឃើញទេកន្លែងនេះគេប្រើបាទទី2អាកាពុថឃើញកន្លែងនេះគេប្រើអាកាមុននេះបាទអាកាពុថ밖에서 시끄러운 소리가 들려요. បាទអញ្ចឹងកន្លែងនេះខ្ញុំឮសំឡេងថ្លង់ពីខាងក្រៅតាំងពីមុនណាបាទអញ្ចឹងគាត់ឮសំឡេងថ្លង់ពីខាងក្រៅតាំងមុនហ្នឹងមកហ្នឹងគឺយើងអាចប្រើវាបែបហ្នឹងបាទនៅក្នុងកន្លែងនេះឃើញអាកាពុថហើយនឹងមកកោពុថបាទកន្លែងហ្នឹងអញ្ចឹងវាបើសិនជាពួកយើងទាំងអស់គ្នាឃើញគេប្រើបែបហ្នឹងក៏វាអត់ខុសទេកន្លែងហ្នឹងបាទវាមានតែវាអត់សូវមានច្រើនទេបាទអញ្ចឹងសម្រាប់ឧទាហរណ៍របស់យើងមានប៉ុណ្ណឹងអញ្ចឹងយើងចូលមកលំហាត់សាកល្បងមើលបាទសម្រាប់លំហាត់យន្តសិបទី1របស់យើងបាទអញ្ចឹងកន្លែងនេះគេគូសឲ្យហើយស្រាប់ហើយយើងគ្រាន់តែចាំតែឆ្លើយមកទេកន្លែងនេះបាទ아침에 가장 먼저 하는 일បាទកិច្ចការដែលធ្វើមុនដំបូងនៅពេលព្រឹកបាទអញ្ចឹងការងារដែលយើងធ្វើមុនដំបូងគេនៅពេលព្រឹកគឺអីគេបាទកន្លែងនេះគេឲ្យមក ir thakta បាទដោះធ្មេញ shower hada បាទងូតទឹក Mure Mashida បាទញ៉ាំទឹកផឹកទឹកអញ្ចឹងកន្លែងនេះយើងអាចសរសេរវា 아침에 가장 먼저 물부터 마셔요 បាទនៅពេលព្រឹកញ៉ាំទឹកមុនគេអញ្ចឹងឃើញកន្លែងពុទ្ធហ្នឹងគឺគេប្រើមុនបាទមុនដំបូងអញ្ចឹងមុនគេព្រឹកឡើងគាត់ខកមកគឺញ៉ាំទឹកមុនគេសម្រាប់ទី2 집에 와서 가장 먼저 하는 일 បាទកិច្ចការដែលធ្វើមុនដំបូងគេនៅពេលមកផ្ទះបាទអញ្ចឹងការងារដែលមើលដែលធ្វើមុនគេពេលមកផ្ទះទី1បាទកន្លែងនេះគេនិយាយ power មកតាញ៉ាំបាយSunil Shita បាទលាងដៃឆុងសូរហាដាបាទបោសសម្អាតអញ្ចឹងកន្លែងនេះគេឲ្យយើងធ្វើ Sunil Shita បាទអញ្ចឹងកន្លែងនេះ집에 와서 가장 먼저 손부터 씻어요 បាទពេលត្រឡប់មកផ្ទះមុនដំបូងគឺបាទត្រូវលាងដៃបាទពេលមកដល់ផ្ទះលាងដៃមុនគេបាទបែបហ្នឹងទី3 출근해서 가장 먼저 하는 일 បាទកិច្ចការដែលធ្វើមុនដំបូងនៅពេលទៅធ្វើការបាទអញ្ចឹងពេលដែលយើងទៅធ្វើការហ្នឹងគឺមុនដំបូងយើងធ្វើគេកន្លែងនេះគេនិយាយថា computer를 켜다 បើកកុំព្យូទ័រទី2 전화를 하다 បាទ call ទូរស័ព្ទទេទូរស័ព្ទអញ្ចឹងកន្លែងនេះ 출근해서 가장 먼저 컴퓨터부터 켜요 បាទពេលទៅធ្វើការបើកកុំព្យូទ័រមុនគេបាទបើកមកកុំព្យូទ័រមុនគេពេលទៅធ្វើការអញ្ចឹងសម្រាប់យន្តសិបទី1មានប៉ុណ្ណឹងអញ្ចឹងយើងមកមើលយន្តសិបទី2បាទ가장 극장에បាទអញ្ចឹងទី2 극장에 가다 បាទទៅរោងកុន 먼저 표를 사다 បាទទិញសម្បត្តិមុនអញ្ចឹងកន្លែងនេះគេបន្ថែម 가면 កន្លែងនេះបាទ 극장에 가면 표បាទ 표부터 사요 ពេលទៅបើទៅរោងកុនទិញសម្បត្តិមុនបាទទិញសម្បត្តិកុនភោហ្នឹងសម្បត្តិនោះអញ្ចឹងទៅរោងកុនទិញសម្បត្តិមុនបន្ទាប់មកទី2 시장에 가다 បាទទៅផ្សារ 먼저 과일을 사다 បាទទិញផ្លែឈើមុនអញ្ចឹងកន្លែងនេះ 시장에 가면 과일부터 사요 បាទបើទៅផ្សារទិញផ្លែឈើមុនបាទតមកទី3 고향에 가다 បាទទៅស្រុកកំណើត
먼저 친구를 만나다. bà chụp mật phẹ muốn. chẳng là 고향에 가면 친구부터 만나요. bà từ srok cầm nát từ chụp mật phẹ muốn. bà chẳng từ srok cầm nát từ chụp mật phẹ muốn. มันសូវជាពិបាកទេបាទសម្រាប់លំហាត់របស់យើងនេះបាទអញ្ចឹងយើងចូលមកលំហាត់ទី3 បាទ휴가 때 제일 먼저 무엇을 하고 싶어요? បាទពេលឈប់សម្រាកឬក៏ពេលវាសមកាលតើចង់ធ្វើអ្វីមុនគេចង់ធ្វើអីមុនគេបាទ 잠부터 자고 싶어요. អូបាទចង់គេងមុនបាទអ្វីដែលគាត់ចង់ជាងគេហ្នឹងគឺគាត់ចង់គេងមុនគេ បាទទី2 시험이 끝나면 제일 먼저 무엇을 할 거예요? បាទ 시험 នេះការប្រឡង 끝나면 បើបញ្ចប់ 제일 ជាងគេបាទ 먼저 무엇을 할 거예요? បាទនៅពេលដែលការប្រឡងបញ្ចប់តើនឹងធ្វើអ្វីមុនគេបាទពេលប្រឡងបញ្ចប់ពេលចប់ការប្រឡងនឹងធ្វើអីមុនគេ 친구부터 만날 거예요. បាទនឹងជួបមិត្តភក្តិមុនគេបាទទី3 서울에 가면 제일 먼저 어디부터 가고 싶어요? បាទបើទៅទីក្រុងសេអ៊ូលបាទតើចង់ទៅកន្លែងណាមុនគេបាទទៅទីក្រុងសេអ៊ូលចង់ទៅកន្លែងណាមុនគេកន្លែងនេះគេឲ្យ 경복궁 បាទរាជវាំងកូរ៉េហ្នឹង 경복궁부터 가고 싶어요. bà chọn tới 경복궁មុនគេចឹងបញ្ជាក់ឡើងវិញសម្រាប់ Puto នេះគឺយើងអាចប្រើវានៅក្នុងន័យមាន2បាទន័យទី1គឺ2ចាប់2ហ្នឹងបាទហើយន័យមួយទៀត Puto ហ្នឹងគឺមុនបាទជាមុនសិនបាទគឺយើងអាចប្រើនៅក្នុងន័យបែបហ្នឹង អញ្ចឹងយើងមើលនៅក្នុងលំហាត់ទី1ទី2ទី3គឺភាគច្រើនគឺយើងមាននៅក្នុងទម្រង់ហ្នឹងបាទអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងមើលវាហើយបើសិនជាមានសំណួរពាក់ព័ន្ធជាមួយនឹងវិទ្យាករណ៍នេះអាចសួរបន្ថែមទៀតបាទអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់បាទយើងនឹងជួបគ្នានៅវិទ្យាករណ៍បន្តទៀតសូមអរគុណ